មិននឹកស្មានថាផ្លែចេកទុំអាចធ្វើជានំអំបែងចេកទទួលរសជាតិយ៉ាងឆ្ងាញ់អញ្ចឹងសោះពុកម៉ែបងប្អូនអើយរសជាតិគឺឆ្ងាញ់ខ្លាំងមែនទែនញ៉ាំជាប់ចិត្តអញ្ចឹងណាស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel សេរីជួបម្ហូបខ្មែរថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់ពីរបៀបធ្វើនំអំបែងចេកបែបងាយហើយទទួលរសជាតិឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់នំអំបែងចេកនេះពុកម៉ែបងប្អូនមួយចំនួនអត់ធ្លាប់បានសាកធ្វើនំអំបែងចេកអាចឃើញវីដេអូនឹងខ្ញុំហើយអាចយកទៅធ្វើបានធានាថាញ៉ាំបានតែម្ដងទេធានាថានឹងធ្វើលើកក្រោយឬក៏លើកក្រោយ2ដងអីទៀតអញ្ចឹងណាពុកម៉ែបងប្អូនផ្លែចេកទុំពេលធ្វើចាក់នំជីអំបែងអញ្ចឹងទៅគឺរសជាតិឆ្ងាញ់ទទួលទានមកគឺឆ្ងាញ់ខ្លាំងពុកម៉ែបងប្អូនហើយនិយាយពីថាបរិយាយអត់បានអញ្ចឹងគឺឆ្ងាញ់ឈ្ងុយក្លិនទឹកដោះគោខាប់ឈ្ងុយនឹងខ្ទិះដូងប្រសិនបើពុកម៉ែបងប្អូនមានជាសាច់ដូងអាចបន្ថែមជាសាច់ដូងឬក៏ល្ងទៀតទៅពុកម៉ែបងប្អូនប៉ុន្តែគ្រាន់តែថាផ្ទះអ្នកលក់នឹងនៅឆ្ងាយខ្ញុំពិបាកទៅរកអញ្ចឹងណាអញ្ចឹងហើយគឺខ្ញុំអត់បានដាក់សាច់ដូងទេនៅក្នុងនំអំបែងចេកយើងប្រសិនបើមានសាច់ដូងទេរត់តែឈ្ងុយញ៉ាំទៅជាធំសាច់ដូងយើងអញ្ចឹងណាពុកម៉ែបងប្អូនហើយសម្រាប់ការធ្វើហ្នឹងក៏អត់មានអីពិបាកដែរតោះឥឡូវហ្នឹងមកទស្សនាទាំងអស់គ្នាមកថាគ្រឿងផ្សំរបស់នំអំបែងចេកយើងហ្នឹងគឺមានអីខ្លះអញ្ចឹងណាពុកម៉ែបងប្អូននេះគឺចំនួនផ្លែចេកទុំគឺចំនួន1ឆ្នាំពុកម៉ែបងប្អូនបកហើយគឺចិត្តចំណិតស្ដាងដាក់ក្នុងចានដែកដោយម្ល៉េះដូចខ្ញុំអញ្ចឹងណាហើយនេះគឺជាម្សៅអង្ករផ្សាយយើងហ្នឹងចំនួនកន្លះគីឡូពុកម៉ែបងប្អូនធ្វើការចាក់ចូលចានដែកមួយយ៉ាងស្អាតដូចខ្ញុំអញ្ចឹងណាហើយធ្វើចាក់ទឹកម្ដងបន្តិចកូរម្ដងបន្តិចនិយាយទៅគឺទឹកអត់ចាក់យកហ្មងឯងពុកម៉ែបងប្អូនព្រោះខ្លាចរោគវីរាវអីអញ្ចឹងណាអញ្ចឹងហើយត្រង់ចំណុចហ្នឹងពុកម៉ែបងប្អូនធ្វើការចាក់ម្ដងមួយច្រោចកូរវាឲ្យម៉ត់ដូចថាវាឈ្ងួតឡើងគោអញ្ចឹងថែមទឹកទៀតទៅកូរបន្តទៀតអញ្ចឹងណាពុកម៉ែបងប្អូននិយាយទៅចាក់ទឹកម្ដងបន្តិចហើយកូរដូចខ្ញុំអញ្ចឹងណាឃើញអត់នេះនិយាយទៅគឺដូចមឹកទឹកខាប់គឺបន្តចាក់ទឹកទៅកូរទៀតអញ្ចឹងណាពុកម៉ែបងប្អូនធ្វើម៉េចគឺឲ្យកូរម្សៅយើងហ្នឹងឲ្យស្មើគ្នាអញ្ចឹងណាមិនឲ្យរាវហើយក៏មិនឲ្យខាប់ពេកដែរគឺឲ្យល្មមអញ្ចឹងណានិយាយទៅធ្វើការបន្តកូររហូតកូរតដូចថាម៉ត់ល្អខ្លាយជាលបាយតែមួយអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីម្សៅអង្ករយើងហ្នឹងបានលាយទឹកកូរបានម៉ត់ល្អហើយគឺបន្តថែមម្សៅឆាយើងម្សៅឆាហ្នឹងគឺចំនួន1វាយសម្លយើងពុកម៉ែបងប្អូនធ្វើការដាក់ដូចខ្ញុំអញ្ចឹងមកហើយដាក់ទឹកតិចនិយាយទៅគឺដាក់ទឹករហូតពុកម៉ែបងប្អូនធ្វើម៉េចដាក់ឲ្យដូចថាឲ្យត្រូវដូចថាឲ្យទាំងស្មើទឹកទាំងស្មើកាអញ្ចឹងណាហើយបន្តមកទៀតគឺដាក់ខ្ទិះដូងដូចខ្ញុំអញ្ចឹងមកហើយនឹងដាក់អំបិលយើងនឹងចុងស្ព្រាបាយពុកម៉ែបងប្អូនហើយទឹកដោះគោខាប់ហ្នឹងពុកម៉ែបងប្អូនធ្វើការដាក់ដូចថាចូលចិត្តញ៉ាំទឹកដោះគោខាប់នឹងច្រើនក៏ស្រូចរួយឲ្យបានច្រើនទៅបើថាចូលចិត្តញ៉ាំតែល្មមទេគឺដាក់តែបន្តិចអីអញ្ចឹងណាហើយសម្រាប់ស្ករសនេះខ្ញុំបង្ហាញក្នុងក្បាលវីដេអូគឺកន្លះគីឡូប៉ុន្តែអត់ដាក់ដល់កន្លះគីឡូទេណាបងប្អូនដាក់តែពាក់កណ្ដាលទេក្នុងមួយថង់ហ្នឹងមានកន្លះគីឡូអញ្ចឹងកាត់តែពាក់កណ្ដាលណាបងប្អូនអត់ដាក់ដល់កន្លះគីឡូទេណាខ្ញុំបង្ហាញកញ្ចប់ហ្នឹងគឺកន្លះគីឡូប៉ុន្តែគឺដាក់តែពាក់កណ្ដាលកន្លះគីឡូទេណាហើយបន្តមកទៀតធ្វើការកូរអញ្ចឹងណាកូរខ្លាយជាលបាយទៅមួយអញ្ចឹងហើយខ្ញុំបានបន្ថែមជាពងទាមួយគ្រាប់សម្រាប់ត្រង់ចំណុចហ្នឹងពុកម៉ែបងប្អូនអត់ចូលចិត្តញ៉ាំពងទាឬក៏ពងមាន់មិនបាច់ដាក់ក៏បានដែរប៉ុន្តែគឺខ្ញុំចូលចិត្តដាក់ទៅឈ្ងុយអញ្ចឹងណាហើយឡើងពណ៌យើងល្អអញ្ចឹងពុកម៉ែឃើញពុកម៉ែបងប្អូនគឺសាច់នំយើងវាឡើងពណ៌អញ្ចឹងណាហើយបន្តមកទៀតហ្នឹងធ្វើការកូរម្សៅហើយនឹងពងទាយើងហ្នឹងដែលបានបង់រួចរាល់កូរឲ្យខ្លះជាលបាយទៅមួយដូចខ្ញុំអញ្ចឹងមកណាបន្ទាប់ពីបានខ្លាយជាលបាយទៅមួយហើយធ្វើការដាក់ផ្លែចេកយើងចូលមកផ្លែចេកដែលយើងបានហាន់ទុកនៅក្នុងចានដែកដោយម្លែកហ្នឹងធ្វើការចាក់ចូលមកទាំងអស់ដូចខ្ញុំអញ្ចឹងមកណាហើយកូរអញ្ចឹងទៅដាក់ទៅហើយផ្អាប់ប្រហែល5នាទីទៅ10នាទីអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីឲ្យម្សៅហើយនឹងចេកហ្នឹងដូចថាខំគ្នាចូលជាតិល្អអញ្ចឹងណាផ្អាប់ប្រហែល5នាទីទៅ10នាទីចាំយើងយកមកចាក់អញ្ចឹងណាពុកម៉ែបងប្អូននេះឥឡូវខ្ញុំប្រើជាប្រេងឆាចាក់ប្រេងឆាយើងចូលក្នុងចានចង្កឹះដូចខ្ញុំអញ្ចឹងមកហើយយកធាងចេកយើងហ្នឹងគឺចិត្តជ្រុំអញ្ចឹងដូចខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនប្រសិនបើពុកម៉ែបងប្អូនមានអាគេធ្វើជក់អីគេញីមួយខ្លាញ់បាត់មានអាហ្នឹងធ្វើដូចខ្ញុំអញ្ចឹងមកអាហ្នឹងដូចថាតាមបែបបុរាណគេគឺម៉ែខ្ញុំពេលគាត់ចាក់នំគឺគាត់ចូលចិត្តយកធាងចេកយើងហ្នឹងយកមកញីអញ្ចឹងញីដើម្បីដាក់ខ្លាញ់នៅលើខ្ទះយើងអញ្ចឹងនេះពុកម៉ែបងប្អូនធ្វើចាក់អញ្ចឹងតោះឥឡូវហ្នឹងចាក់ដូចខ្ញុំអញ្ចឹងមកយកប្រេងឆាយើងញីក្នុងខ្ទះយើងអញ្ចឹងមកណាពុកម៉ែបងប្អូន
ញីឲ្យបានជោគល្អហើយធ្វើការចាក់ម្សៅយើងចូលអញ្ចឹងមកចាក់មកវែងសម្លយើងហ្នឹងហើយទៅរៀបវាឲ្យបានល្អស្អាតហើយថែមម្សៅបន្តិចអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់នំថ្ងៃហ្នឹងគឺនាងខ្ញុំចាក់ពីខ្ទះពុកម៉ែបងប្អូនគឺខ្ទះលាតមួយគឺខ្ទះក្តោបមួយអញ្ចឹងណាអាខ្ទះលាតនេះគឺជាខ្ទះអត់ជាប់បានអញ្ចឹងណាហើយសម្រាប់ខ្ទះនេះក៏ខ្ទះអត់ជាប់បានដែរប៉ុន្តែគឺដូចថាប្រពងបានដូចចាក់បានដូចគ្នាអញ្ចឹងណាពុកម៉ែបងប្អូននិយាយទៅគឺដូចថាជំនាញដែរណាទៅចាក់លើកដំបូងហើយក៏លើកទី1ហើយចាក់វប់ឡើងសិតតែ2ខ្ទះពុកម៉ែបងប្អូនព្រោះអីចាក់អញ្ចឹងវាឆាប់ហើយពុកម៉ែបងប្អូនចាក់មួយយូរចាក់2ខ្ទះអញ្ចឹងវាលឿនអញ្ចឹងណាឆាប់ហើយអញ្ចឹងណាមួយចានដែកហ្នឹងប្រហែល1ម៉ោងគឺហើយរួចរាល់អញ្ចឹងណាពុកម៉ែបងប្អូននិយាយទៅឆ្ងាញ់ណាពុកម៉ែបងប្អូនខ្ញុំហ្នឹងនិយាយទៅញ៉ាំបានតែមួយទេបានតែចាក់ទេព្រោះអីចាក់ងាកភ្លក់លិចងាកភ្លក់កើតអញ្ចឹងណាពុកក៏ភ្លក់ម៉ែក៏ភ្លក់បងក៏ភ្លក់ខ្ទើចហើយពេលដល់នំហ្នឹងពេលដល់ចាក់ហើយទៅនៅប្រហែល5 6ប្រទេសពុកម៉ែបងប្អូនព្រោះអីចាក់ភ្លាមញ៉ាំភ្លាមទៅក្តៅពុកម៉ែបងប្អូនក្តៅគឺឈ្ងុយហើយឆ្ងាញ់អញ្ចឹងណាចាក់ក្តៅញ៉ាំក្តៅvẫnឆ្ងាញ់ពុកម៉ែបងប្អូនអញ្ចឹងហើយបាទថាមកចានដែកហ្នឹងចាក់ហើយនៅសល់ប៉ុណ្ណឹងទេប្រហែល5 6ប្រទេសទេព្រោះអីចាក់ក្តៅភ្លក់មួយខាងនេះភ្លក់មួយម៉ៃយកមួយពុកយកមួយបងយកមួយអញ្ចឹងហើយពេលដល់ភ្លក់ទៅរសជាតិឆ្ងាញ់ពេលដល់ចាក់ហើយគឺនៅសល់5 6ប្រទេសពុកម៉ែបងប្អូននិយាយទៅសប្បាយចិត្តម្យ៉ាងដែរពេលដល់ដូចថាទៅចាក់លើកដំបូងគឺទទួលបាននំយ៉ាងឆ្ងាញ់ហើយឡើងឈ្ងុយអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់វីដេអូនេះពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនាងខ្ញុំពីដើមរហូតដល់ចប់ប្រសិនបើការបង្ហាញរបស់នាងខ្ញុំខុសពីពុកម៉ែបងប្អូនធ្វើពុកម៉ែបងប្អូនអាច comment នៅខាងក្រោមបានប្រសិនបើពុកម៉ែបងប្អូនយល់ថាខុសពីពុកម៉ែបងប្អូនធ្វើអញ្ចឹងណាសម្រាប់វីដេអូនេះពុកម៉ែបងប្អូនកុំភ្លេចណាចូល subscribe រូបកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលនឹងម្ហូបថ្មីដែលខ្ញុំចែករំលែកគឺពុកម៉ែបងប្អូនបានឃើញមុនគេអញ្ចឹងណាពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនេះខ្ញុំសូមជូនពរពុកម៉ែបងប្អូនឲ្យរស់ស៊ីទទួលទានមានបានគ្រប់ភារកិច្ចអញ្ចឹងណាពុកម៉ែបងប្អូនសូមជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយនៅមុខម្ហូបថ្មីនៅថ្ងៃស្អែកទៀតណាពុកម៉ែបងប្អូនសូមអរគុណ